Super The Secret កម្លាំងចលករប្រកបដោយអានុភាពបណ្ឌិត Joe Vitale មនុស្សជាច្រើនមានអារម្មណ៍គិតអ្វីមិនចេញដោយជាប់ឃុំឃាំងឬត្រូវកំណត់ដោយមជ្ឈដ្ឋានជុំវិញរបស់ខ្លួនប៉ុន្តែទោះជាលក្ខខណ្ឌមជ្ឈដ្ឋានជុំវិញរបស់អ្នកដូចម្តេចក៏ដោយនោះគឺគ្រាន់តែជាសភាពពិតរបស់អ្នកនៅក្នុងខណៈនោះតែប៉ុណ្ណោះហើយសភាពពិតរបស់អ្នកនឹងចាប់ផ្ដើមផ្លាស់ប្ដូរនៅពេលដែលអ្នកប្រើអាថ៌កំបាំងនេះសភាពពិតរបស់អ្នកក្នុងខណៈនេះឬដំណើរជីវិតរបស់អ្នកក្នុងពេលនេះគឺជាលទ្ធផលដែលកើតពីការគិតរបស់អ្នកពីមុនមកអ្វីទាំងនេះនឹងផ្លាស់ប្ដូរយ៉ាងដាច់ស្រឡះកាលបើអ្នកផ្លាស់ប្ដូរការគិតនិងអារម្មណ៍របស់អ្នកមនុស្សយើងអាចផ្លាស់ប្ដូរខ្លួននិងជីវិតរបស់ខ្លួនឯងបាននេះគឺជាលទ្ធផលរួមនៃគ្រប់ដួងចិត្តដែលស្ដែងចេញយ៉ាងពេញទំហឹងមកពីអានុភាពនៃការគិតដ៏ត្រឹមត្រូវនិងសមរម្យ Lisa Nicole កាលបើអ្នកចង់ផ្លាស់ប្ដូរស្ថានភាពអ្វីអ្នកត្រូវតែផ្លាស់ប្ដូរការគិតរបស់ខ្លួនឯងជាមុនសិនគ្រប់ពេលដែលអ្នកបើកមើលសម្បត្តិបើអ្នកគិតរំពឹងថានោះប្រកាសជាក្រដាសទាលុយតែជឿដែរឬទេថាអ្នកនឹងជួបអញ្ចឹងមែនជារៀងរាល់ថ្ងៃអ្នកទៅបើកប្រអប់សម្បត្តិទាំងក្តីភ័យខ្លាចថានឹងបានជួបតែក្រដាសទាលុយអ្នកមិនដែលរំពឹងអ្វីល្អៗឡើយកាលបើអ្នកគិតថានឹងជួបរឿងគេទីបំណុលក៏នឹងបង្ហាញខ្លួនឲ្យអ្នកបានពេញចិត្តថាខ្លួនមិនមែនគិតផ្ដេសផ្ដាសអត់ប្រយោជន៍ទេរៀងរាល់ថ្ងៃដែលអ្នកគិតរឿងច្រំដាយអំពីក្រដាសទាលុយថានឹងប្រកាសជាក្រដាសទាលុយមែនហើយអូមែនហើយពិតជាក្រដាសទាលុយមែនហើយវាត្រូវតែអញ្ចឹងព្រោះអ្នកចង់ឃើញវាណាស់នោះអីវាត្រូវតែនៅក្នុងនឹងព្រោះច្បាប់នៃការស្របទាញនៅចាំបំពេញតាមការគិតរបស់អ្នកហេតុនេះអ្នកត្រូវជួយខ្លួនឯងដោយរំពឹងថាគួរតែមានសាយប្រាក់នៅក្នុងនឹងខ្លះផងការរំពឹងជាធម្មពលស្របទាញដ៏មានអានុភាពព្រោះវានឹងស្របទាញអ្វីផ្សេងឲ្យចូលមករកអ្នកដោយដែល Bob Proctor និយាយថាបំណងប្រាថ្នានឹងតបជាប់រូបអ្នកទៅនឹងអ្វីដែលអ្នកចង់បានហើយរំពឹងថានឹងតាក់ទាញរបស់នោះឲ្យមកនៅក្នុងជីវិតរបស់ខ្លួនហេតុនេះចូលរំពឹងតែរករបស់ណាដែលអ្នកចង់បានហើយកុំរំពឹងរបស់ណាដែលអ្នកមិនត្រូវការតើពេលនេះអ្នករំពឹងអ្វីខ្លះហើយឬនៅ James Ray មនុស្សភាគច្រើនចូលចិត្តមើលស្ថានភាពបច្ចុប្បន្នរបស់ខ្លួនហើយក៏ប្រាប់ថាជីវិតរបស់យើងវាដូច្នេះឯងតាមពិតនោះពុំមែនជាជីវិតរបស់អ្នកនៅក្នុងពេលនេះទេតែវាជាជីវិតដែលអ្នកធ្លាប់មានពីមុនមកប៉ុណ្ណោះឧទាហរណ៍ដូចជាអ្នកមានទឹកប្រាក់មិនគ្រប់គ្រាន់ក្នុងគណនីប្រាក់បញ្ញើធនាគារមានបញ្ហាជាមួយគូសង្សារឬសុខភាពមិនសូវល្អនោះពុំមែនជារឿងបច្ចុប្បន្នរបស់អ្នកទេតែវាជារឿងដែលសេសសល់នៅក្នុងការគិតនិងទង្វើរបស់អ្នកកាលពីពេលកន្លងមកនោះប៉ុណ្ណោះយើងតែងនាំគ្នាវល់ទៅលើតែរឿងដែលនៅសេសសល់ពីការគិតនិងទង្វើពីមុននេះឯងកាលបើអ្នកមើលឃើញថានេះជាស្ថានភាពបច្ចុប្បន្នហើយប្រើរូបភាពនេះមកកំណត់អត្ថន័យឲ្យជីវិតខ្លួននោះមានន័យថាអ្នកកំពុងតែកំណត់ជាតាជីវិតរបស់ខ្លួនឯងមិនឲ្យមានអ្វីលើសពីនឹងទៀតទេនៅក្នុងពេលអនាគតនោះអ្វីគ្រប់យ៉ាងដែលយើងកំពុងមានគឺជាលទ្ធផលពីអ្វីដែលយើងគិតខ្ញុំសូមចែករំលែកចំណេះដឹងពីរឿងបាថកថារឿងកន្ត្រៃកាត់តដើម្បីធ្វើការផ្លាស់ប្ដូរកែច្នៃរបស់បរមគ្រូ Neville Goddard គាត់បានអធិប្បាយកាលពីសម័យឆ្នាំ1954ដែលលើកឡើងពីវិធីម្យ៉ាងដែលមានឥទ្ធិពលជាខ្លាំងចំពោះជីវិតខ្ញុំ Neville បានណែនាំថារាល់មុនពេលចូលគេងចូលគិតទៅដល់ហេតុការណ៍ដែលកើតឡើងក្នុងថ្ងៃនេះប្រសិនបើហេតុការណ៍ឬកំឡុងពេលណាមួយមិនសមស្របទៅតាមវត្ថុបំណងរបស់អ្នកទេចូលរកនឹកបង្កើតរូបភាពថ្មីនៅក្នុងចិត្តដូចម្ដេចដើម្បីឲ្យហេតុការណ៍នោះកើតឡើងទៅតាមវត្ថុបំណងរបស់ខ្លួនក្នុងខណៈពេលដែលអ្នកកំពុងបង្កើតរូបភាពថ្មីនោះបានន័យថាអ្នកកំពុងតែបោះសម្អាតរលកសញ្ញាដែលកើតឡើងក្នុងថ្ងៃនេះហើយកំពុងតែបញ្ជូនរលកសញ្ញាថ្មីសម្រាប់ថ្ងៃស្អែកអ្នកបានបង្កើតរូបភាពថ្មីសម្រាប់អនាគតរបស់ខ្លួនហើយពុំមានពាក្យថាយឺតពេលឬកែមិនចេញអ្វីទៀតទេចំពោះការផ្លាស់ប្ដូររូបភាពទាំងនោះវិធីរំលឹកគុណប្រកបដោយថាមពលបណ្ឌិត Joe Vitale តើធ្វើដូចម្តេចទើបអ្នកអាចចាប់ផ្ដើមផ្លាស់ប្ដូរជីវិតឲ្យជ្រះស្រឡះជាដំបូងអ្នកត្រូវធ្វើរបាយការណ៍ទៅលើអ្វីទាំងឡាយដែលអ្នកត្រូវដឹងគុណទង្វើបែបនេះនិងបង្វែរទិសដៅថាមពលហើយចាប់ផ្ដើមបំបែកការគិតរបស់អ្នកព្រោះពីមុននេះអ្នកអាចគិតទៅលើអ្វីដែលខ្លួនមិនទាន់មានគិតពីអ្វីដែលខ្លួនមិនពេញចិត្តឬអ្វីដែលជាបញ្ហារបស់ខ្លួនតែក្រោយពេលដែលអ្នកបានវឹកហាត់វិធីនេះរួចហើយអ្នកនឹងដើរទៅតាមទិសមួយថ្មីអ្នកក៏នឹងមានអំណរគុណចំពោះអ្វីគ្រប់យ៉ាងដែលធ្វើឲ្យខ្លួនអ្នកមានអារម្មណ៍ល្អផងដែរបើអ្នកមិនធ្លាប់ដែលគិតពីមុនមកទេការរលឹកបុណ្យគុណអាចដឹកនាំផ្លូវចិត្តទាំងអស់របស់អ្នកឲ្យស៊ីចង្វាក់គ្នាយ៉ាងល្អជាមួយនឹងធម៌ពលនិមិត្តរបស់ចក្រវាឡចូលគិតពិចារណាឲ្យបានល្អម្ដងទៀត
នោះអ្នកនឹងឃើញថាវាគឺជាការពិត Maxisimov ការរលឹកគុណគឺជាមធ្យោបាយនាំយកអ្វីផ្សេងៗមកកាន់ជីវិតរបស់អ្នកឲ្យបានកាន់តែច្រើនយ៉ាងពិតប្រាកដបណ្ឌិត John Gray អ្នកចិត្តវិទ្យាអ្នកនិពន្ធនិងជាវាគ្មិនសកលប្រុសគ្រប់គ្នាដឹងច្បាស់ថាពេលភរិយារបស់ខ្លួនបង្ហាញពីការរលឹកគុណដែលគេបានធ្វើអ្វីបន្តិចបន្តួចដល់នាងហើយគេក៏នឹងចង់ធ្វើអ្វីផ្សេងឲ្យជាបន្តទៅទៀតនិងធ្វើអ្វីដល់នាងកាន់តែច្រើនថែមទៀតនេះគឺជារឿងនៃការរលឹកគុណដែលនឹងអូសទាញអ្វីផ្សេងឲ្យចូលមករកហើយស្របទាញការគាំទ្រផងដែរបណ្ឌិត John DeMartini កាលបើយើងគិតពីអ្វីស្គាល់តម្លៃរបស់អ្វីយើងក៏នឹងបានរបស់នោះ James Ray ការរលឹកបុណ្យគុណជាការវឹកហាត់ផ្លូវចិត្តដ៏មានអានុភាពសម្រាប់ខ្ញុំរាល់ព្រឹកពេលបើកភ្នែកឡើងខ្ញុំត្រូវពោលពាក្យអរគុណហើយនៅពេលកំពុងលុបលាងមុខដោះធ្មេញខ្ញុំក៏នឹកដល់អ្វីផ្សេងទាំងឡាយដែលខ្ញុំត្រូវដឹងគុណម្យ៉ាងទៀតខ្ញុំមិនមែនគ្រាន់តែនឹកគុណលេងទៅនោះទេតែខ្ញុំបំលែងការដឹងគុណនោះឲ្យអណ្ដែតឡើងហើយខ្ញុំក៏បានជ្រួតជ្រាបនៅអារម្មណ៍ល្អនៃការដឹងគុណទាំងនោះខ្ញុំមិនអាចបំភ្លេចថ្ងៃដែលបានថតរូបភាព James Ray បង្រៀនពីវិធីវឹកហាត់បង្កើនថាមពលនៃការដឹងគុណនោះទេខ្ញុំយកវិធីនោះមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំជារៀងរាល់ព្រឹកខ្ញុំនឹងមិនទាន់ងើបចេញពីគ្រែទេលុះត្រាតែបានជ្រួតជ្រាបពីអារម្មណ៍ដឹងគុណចំពោះថ្ងៃថ្មីនិងគ្រប់អ្វីទាំងឡាយដែលខ្ញុំត្រូវដឹងគុណជាមុនបន្ទាប់ពីនោះទើបខ្ញុំចាប់ផ្ដើមងើបចេញពីលើគ្រែហើយខណៈពេលដែលជើងនីមួយៗជាន់ទៅលើឥដ្ឋខ្ញុំពោលពាក្យថាអរួចគុណនៅគ្រប់ជំហានដែលខ្ញុំដើរសម្ដៅទៅបន្ទប់ទឹកព្រមទាំងនឹកអរគុណក្នុងគណៈងូតទឹកស្លៀកពាក់តែងខ្លួនទម្រាំដល់ពេលចេញទៅធ្វើការងារផ្សេងទៀតក្នុងថ្ងៃនោះខ្ញុំពោលពាក្យអរគុណបានជាច្រើនរយដងក្នុងគណៈដែលខ្ញុំធ្វើបែបនេះគឺខ្ញុំបានសាងថ្ងៃថ្មីរបស់ខ្ញុំនឹងកត្តារួមផ្សំផ្សេងសម្រាប់ថ្ងៃនេះឲ្យរស់រវើកប្រកបដោយថាមពលកំណត់រលកសញ្ញាទុកសម្រាប់ថ្ងៃនេះនឹងបានប្រកាសចេតនាអារម្មណ៍ថាតែខ្ញុំចង់ឲ្យថ្ងៃនេះជាថ្ងៃដូចម្ដេចដែលវាខុសពីការក្រោកពីដំណេកទៅត្រង់ត្រាប់អ្វីតាមតែស្ថានភាពថ្ងៃនោះកំណត់នេះជាការចាប់ផ្ដើមថ្ងៃថ្មីដែលពោរពេញដោយថាមពលបំផុតអ្នកគឺជាអ្នកកសាងជីវិតរបស់ខ្លួនឯងហេតុនេះចូលចាប់ផ្ដើមដោយសាងថ្ងៃនីមួយៗរបស់ខ្លួនទៅតាមការតាំងចិត្តការរលឹកគុណគឺជាកត្តាដ៏សំខាន់ក្នុងការព្រានប្រដៅរបស់ទស្សនវិទូធំទាំងឡាយក្នុងប្រវត្តិសាស្ត្រនៅក្នុងសៀវភៅដែលបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំគឺវិធីសាស្ត្រខ្លាយជាអ្នកមានសរសេរឡើងដោយ Wallace Wattles គ្រិស្តសករាជ1910ជំពូកដែលអธิบายពីការរលឹកគុណជាជំពូកដ៏វែងបំផុតក្នុងសៀវភៅនោះហើយគ្រូគ្រប់គ្នានៅក្នុង The Secret បានចាត់ទុកថាការរលឹកគុណគឺជាផ្នែកមួយក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួនដោយភាគច្រើននឹងចាប់ផ្ដើមថ្ងៃថ្មីដោយការនឹកគិតនិងការរលឹកគុណនេះឯង Joe Zuckerman អ្នកជំនួញដ៏ជោគជ័យប្រកបដោយបុគ្គលិកលក្ខណៈគួរឲ្យចង់រាប់អានបានតាក់ទងមកខ្ញុំក្រោយពីទស្សនាភាពយន្ត The Secret បាននិយាយថាចំណុចដែលត្រូវចិត្តបំផុតគឺចំណុចអธิบายអំពីការរលឹកគុណនេះឯងហើយការរលឹកគុណបាននាំមកនៅជោគជ័យគ្រប់ផ្នែកក្នុងជីវិតរបស់គេទោះបីជារូបគេទទួលជោគជ័យរួចមកហើយក៏ដោយចូលក៏នៅតែរលឹកគុណជារៀងរាល់ថ្ងៃសូម្បីតែរឿងបន្តិចបន្តួចដូចជានៅពេលចតរថយន្តគេបានពោលពាក្យអរគុណហើយមានអារម្មណ៍ពិតបែបនោះចូលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាតែការមានអារម្មណ៍ដឹងគុណមានអានុភាពកម្រិតណាហើយនាំអ្វីឲ្យគេខ្លះការរលឹកគុណបានคล้ายទៅជាសកម្មភាពប្រចាំថ្ងៃរបស់គេទៅហើយដោយសារតែអ្វីដែលខ្ញុំបានអានមកនិងដោយសារបទពិសោធន៍ទាំងអស់ក្នុងជីវិតរបស់ខ្ញុំក្នុងការជ្រើសរើសអាថ៌កំបាំងនេះខ្ញុំវាយតម្លៃបានថាថាមពលនៃការរលឹកគុណមានអានុភាពលើអ្វីទាំងអស់បើអ្នកត្រូវប្រើវិធីសាស្ត្រពី The Secret នេះតែមួយមុខគត់ចូលជ្រើសយកវិធីរលឹកគុណនេះមកប្រើជានិស្ស័យរបស់ខ្លួនចុះបណ្ឌិត Joe Vitale នៅពេលណាដែលអ្នកចាប់អារម្មណ៍ខុសប្លែកពីមុនទៅលើអ្វីដែលខ្លួនមាននោះអ្នកក៏នឹងចាប់ផ្ដើមស្រូបទាញអ្វីល្អឲ្យចូលមករកខ្លួនឯងកាន់តែច្រើនឡើងមានអ្វីល្អជាច្រើនដែលអ្នកត្រូវរលឹកដឹងគុណអ្នកអាចក្រឡេកមើលទៅជុំវិញខ្លួនហើយប្រកែកថាទេខ្ញុំនៅមិនទាន់មានឡានគូស្រករផ្ទះសម្បែងឬមានសុខភាពល្អតាមសេចក្តីប្រាថ្នាអ្វីនៅឡើយផងតែសូមកុំរអ៊ូតាំងស្មារតីបន្តិចសិនអ្វីទាំងនោះសុទ្ធតែជារបស់ដែលអ្នកមិនត្រូវការចូលផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកមានវាមកហើយពេញចិត្តនឹងវាហើយដូចជាកៅភ្នែកដែលអាចអានសៀវភៅនេះបានឬសម្លៀកបំពាក់របស់អ្នកជាដើមពិតមែនហើយអ្នកពិតជាត្រូវការអ្វីផ្សេងលើសពីនេះអ្នកនឹងបានអ្វីផ្សេងលើសពីនេះក្នុងពេលឆាប់ប្រសិនបើអ្នកនឹកឃើញពីតម្លៃនៃរបស់ដែលខ្លួនមានរួចមកហើយនេះមនុស្សជាច្រើនរៀបចំជីវិតរបស់ខ្លួនបានល្អស្ទើរតែគ្រប់ផ្នែកប៉ុន្តែគេនៅតែក្រជាដដែលព្រោះគេខ្វះសម្បញ្ញៈនៃការដឹងគុណអ្នកគ្មានផ្លូវនឹងទទួលបានអ្វីបន្ថែមទៀតទេប្រសិនបើអ្នកមិនស្គាល់ពីតម្លៃនៃអ្វីដែលខ្លួនមានមកទេនោះតើព្រោះអ្វីទៅ
ព្រោះគំនិតនិងអារម្មណ៍ដែលអ្នកបានចេះផ្សព្វផ្សាយចេញក្នុងគណៈនោះគឺសុទ្ធតែជាអារម្មណ៍អវិជ្ជមានទាំងអស់មិនថាជាអារម្មណ៍មិនទាឬឆាមួម៉ងមិនពេញចិត្តឬអារម្មណ៍មិនស្កប់ស្កល់ជាដើមអារម្មណ៍ទាំងអស់នេះមិនអាចអូសទាញនៅអ្វីដែលខ្លួនត្រូវការយកមកផ្ដល់ឲ្យអ្នកបានទេផ្ទុយពីនេះវាកាន់តែនាំអ្វីដែលខ្លួនមិនចង់បានយកមកបន្ថែមឲ្យកាន់តែច្រើនទៅវិញអារម្មណ៍អវិជ្ជមានប្រភេទនេះគឺជាឧបសគ្គរារាំងមិនឲ្យអ្វីល្អៗចូលមករកអ្នកបើអ្នកចង់បានឡានថ្មីតែមិនព្រមដឹងគុណដល់ឡានចាស់ដែលកំពុងមានសពថ្ងៃនោះហើយគឺជារលកសញ្ញាដែលអ្នកបញ្ជូនចេញទៅហេតុនេះចូលរលឹកគុណដល់អ្វីដែលអ្នកធ្លាប់មានចាប់ពីពេលនេះទៅពេលអ្នកចាប់នឹកគិតទៅដល់អ្វីផ្សេងៗក្នុងជីវិតដែលខ្លួនត្រូវអរគុណអ្នកគួរនឹងចាប់នឹកឃើញទៅដល់អ្វីដែលត្រូវអរគុណដទៃផ្សេងទៀតជាច្រើនដែលចេះតែហូរចូលមកមិនចេះដាច់អ្នកត្រូវចាប់ផ្ដើមរលឹកដល់អ្វីម្យ៉ាងធ្វើជាការនាំផ្លូវដើម្បីឲ្យច្បាប់នៃការស្របទាញបានទទួលរលកសញ្ញានៃការរលឹកគុណហើយវានឹងស្របទាញអ្វីល្អៗដែលគួររលឹកគុណមកផ្ដល់ឲ្យអ្នកថែមទៀតកាលបើអ្នកបានចូលទៅសន្ធិដ្ឋក្នុងរលកសញ្ញានៃការរលឹកគុណនេះបានសម្រេចហើយអ្វីល្អៗទាំងឡាយនឹងក្លាយមកជាសម្បត្តិរបស់អ្នកជាមិនខានការវឹកហាត់រលឹកគុណជាប្រចាំថ្ងៃគឺជាការកាន់សល់មួយយ៉ាងដែលនាំយកភាពចម្រុងចម្រើនសេរីសួស្តីមកដល់ឲ្យអ្នក Lee Bravo អ្នកជំនាញនិងជាគ្រូបង្វឹកវិធីសាស្ត្រស្វែងរកទ្រព្យសម្បត្តិអ្នកនិពន្ធនិងជាគ្រូបង្រៀនខ្ញុំគិតថាមនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ជួបប្រទះនឹងពេលណាមួយដែលត្រូវពោលថាធ្វើនេះក៏ខុសធ្វើនោះក៏ខុសឬឮថាធ្វើអ្វីក៏មិនចេះត្រូវតតែសោះថ្ងៃមួយពេលខ្ញុំកំពុងមានវិបត្តិក្នុងគ្រួសារខ្ញុំប្រទះឃើញថ្មមួយដុំតូចក៏រើសវាយកមកដាក់ក្នុងហៅតៅព្រមទាំងប្រាប់ខ្លួនឯងថាឲ្យតែបានប៉ះថ្មមួយដុំនេះខ្ញុំត្រូវតែនឹកទៅដល់អ្វីម្យ៉ាងដែលខ្លួនត្រូវអរគុណហេតុនេះរាល់ពេលក្រោកពីដំណេកខ្ញុំក៏យកថ្មនោះពីក្នុងថតតុកមកដាក់ក្នុងហៅតៅហើយចាប់ផ្ដើមគិតទៅដល់អ្វីផ្សេងដែលខ្ញុំត្រូវរលឹកគុណលុះយប់ឡើងតែខ្ញុំធ្វើអ្វីខ្ញុំលុកហៅតៅយកវាមកទុកវិញខ្ញុំធ្លាប់ជួបបទពិសោធន៍ចម្លែកម្យ៉ាងអំពីរឿងនេះមិត្តភក្តិខ្ញុំម្នាក់មកពីអាហ្វ្រិកខាងត្បូងឃើញខ្ញុំធ្វើថ្មនោះជ្រុះគេក៏សួរថាតើស្អីហ្នឹងខ្ញុំអធិប្បាយរឿងរ៉ាវឲ្យគេស្ដាប់គេក៏ដាក់ឈ្មោះថ្មនោះថាថ្មរលឹកគុណ2អាទិត្យបន្ទាប់មកខ្ញុំបានទទួលអ៊ីមែលរបស់គេផ្ញើពីអាហ្វ្រិកខាងត្បូងមកគេរៀបរាប់ថាកូនខ្ញុំកំពុងតែជិតស្លាប់ដោយសារជំងឺម្យ៉ាងដែលមិនធ្លាប់ឃើញពីមុនគឺជំងឺរលាកថ្លើមបែបថ្មីចូលឯងជួយផ្ញើថ្មរលឹកគុណមកឲ្យខ្ញុំបាន2-3ដុំមកបានទេសំបីវាគ្រាន់តែជាដុំថ្មធម្មតាដែលខ្ញុំរើសបានតាមថ្នល់ខ្ញុំក៏ឆ្លើយទៅវិញថាបានហើយខ្ញុំក៏ចុះទៅក្នុងស្ទឹងសេវារកថ្មស្អាតធ្វើឲ្យថ្មទាំងនោះទៅជារង្វាន់ដ៏វិសេសបំផុតរួចក៏ផ្ញើបញ្ជូនទៅឲ្យគេ 4-5 ខែក្រោយមកខ្ញុំបានទទួលអ៊ីមែលពីគេដែលសរសេរមកថាកូនប្រុសរបស់ខ្ញុំបានប្រសើរជាងមុនច្រើនណាស់គេបានស្រួលបន្តិចម្ដងហើយគេសរសេរបញ្ជាក់ថាខ្ញុំប្រាប់រឿងមួយដល់ឯងខ្ញុំលក់ថ្មរបស់ឯងនេះបានជាង 1000 ដុំទៅហើយក្នុងមួយដុំតម្លៃ$10ដើម្បីយកប្រាក់ទាំងអស់នោះទៅប្រគល់ឲ្យអង្គការមនុស្សធម៌អរគុណណាស់សម្លាញ់ហេតុនេះវាជាប្រការសំខាន់ណាស់ដែលយើងត្រូវមានទស្សនគតិនៃការរលឹកគុណនេះ Albert Einstein កំពូលអ្នកវិទ្យាសាស្ត្រដែលបដិវត្តទ្រឹស្ដីពេលវេលាទីតាំងនិងកម្លាំងទំនាញផែនដីដែលយើងធ្លាប់យល់ដឹងគាត់មានដើមកំណើតមកពីជនក្រីក្រដូចដើមពីភាពខ្វះមុខខ្វះក្រោយអ្នកណាក៏មើលឃើញថាប្រកាសជាមិនអាចសម្រេចអ្វីបានឡើយប៉ុន្តែ Einstein ដឹងពីអាថ៌កំបាំងនេះយ៉ាងល្អគាត់ពោលពាក្យអរគុណមួយថ្ងៃ100ដងគាត់អរគុណអ្នកវិទ្យាសាស្ត្រចំនួនមុនគ្រប់រូបដែលបានរាវរកចំណេះដឹងឲ្យគាត់បានរៀនសូត្រនិងសម្រេចជោគជ័យកាន់តែច្រើនក្នុងកិច្ចការរបស់ខ្លួនរហូតបានទៅជាអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុតម្នាក់នៅលើโลกវិធីម្យ៉ាងដែលនឹងប្រើការរលឹកគុណឲ្យមានពលានុភាពបំផុតនោះគឺចងភ្ជាប់វាទៅនឹងចលនាសាងបង្កើតដើម្បីបង្កើនជំរុញបំណងប្រាថ្នារបស់អ្នកដោយតាមដែល Bob Proctor ណែនាំក្នុងជំពូកដំបូងនៃចលនាសាងបង្កើតថាចូលសុំដោយកត់ត្រាអំពីអ្វីដែលអ្នកប្រាថ្នានៅលើក្រដាសដែលចាប់ផ្ដើមដោយប្រយោគថាខ្ញុំមានសេចក្តីសុខនិងសូមអរគុណដែរបើបានថ្លែងអំណរគុណប្រៀបដូចជាអ្នកបានទទួលអ្វីតាមសំណុំពរហើយមានន័យថាអ្នកបានបញ្ជូនសញ្ញាដ៏មានអានុភាពទៅក្នុងលំហចក្រវាឡហើយសញ្ញានោះកំពុងតែប្រាប់ថាអ្នកមានរបស់នោះរួចហើយព្រោះអ្នកកំពុងតែមានអារម្មណ៍ដឹងគុណដែលបានទទួលរបស់នោះក្នុងខណៈនេះនៅរាល់ពេលព្រឹកមុននឹងក្រោកពីដំណេកចូលរលឹកគុណទុកជាមុនចំពោះថ្ងៃល្អដែលកំពុងតែរងចាំឲ្យជាប់ជានិស្ស័យប្រៀបដូចជាថ្ងៃនោះបានកើតរួចមកហើយក្រោយពេលខ្ញុំរកឃើញអាថ៌កំបាំងនេះហើយចងក្រងអ្វីដែលខ្ញុំដឹងយកមកចែករំលែកដល់មិត្តរួមលោកនេះជារៀងរាល់ថ្ងៃខ្ញុំតែងតែអរគុណដល់ភាពយន្ត The Secret ដែលនាំផាសុខភាពមកឲ្យលោករបស់យើងពីដើមខ្ញុំមិនបានដឹងថាតើយើងនឹងសាងចំណេះដឹងនេះឲ្យទៅជាភាពយន្តដូចម្តេចទេតែខ្ញុំជឿជាក់ថាខ្ញុំអាចស្របទាញរកមធ្យោបាយឃើញទើបខ្ញុំប្រមូលផ្ដុំគំនិតនិងផ្ដោតយ៉ាងមុតមមទៅលើផ្លែផ្កាដែលវានឹងកើតឡើងពីភាពយន្តខ្ញុំក៏រលឹកគុណយ៉ាងជ្រាលជ្រៅទុកជាមុនក្នុងគណៈដែលសភាវៈចិត្តរបស់ខ្ញុំคล้ายទៅជាបែបនោះហើយ
ទំនប់រារាំងទាំងឡាយក៏បាក់ធ្លាយហើយរឿងអស្ចារ្យផ្សេងក៏ហូរសម្ដៅមករកជីវិតយើងគ្រប់គ្នាសម្រាប់ក្រុមការងារ The Secret សម្រាប់រូបខ្ញុំការដឹងគុណយ៉ាងជ្រាលជ្រៅចេញពីក្រអៅបេះដូងបានដិតជាប់រហូតមកដល់ថ្ងៃនេះយើងខ្លាចជាក្រុមការងារដែលចេះបញ្ចេញរស្មីនៃការដឹងគុណនៅគ្រប់ខណៈពេលរបស់ចិត្តហើយវាបានខ្លាចជាទម្លាប់នៅក្នុងជីវិតរបស់យើងរួចទៅហើយវិធីសាងមនោភាពដ៏ប្រកបដោយថាមពលការសាងមនោភាពរូបភាពក្នុងចិត្តគឺជាវិធីដែលបរមគ្រូធំបង្រៀនតាំងពីរាប់សតវត្សមកហើយរួមទាំងបរមគ្រូធំដែលរស់នៅសពថ្ងៃនេះផងដែរសៀវភៅប្រព័ន្ធកូនសោគោ The Master Key System ដែល Al Harney បានសរសេរទុកកាលពីឆ្នាំ1912បានលើកឡើងពីវិធីហ្វឹកហាត់ប្រចាំសប្តាហ៍មាន24ចំណុចអំពីការសាងមនោភាពអ្វីដែលសំខាន់ជាងនេះទៅទៀតសៀវភៅនោះថែមទាំងជួយឲ្យអ្នកក្លាយទៅជាអ្នកបង្គាប់បញ្ជាលើការគិតរបស់ខ្លួនបានទៀតផងការសាងមនោភាពមានអានុភាពខ្ពស់ព្រោះក្នុងកំឡុងពេលដែលអ្នកនឹងគូសវាសរូបភាពក្នុងចិត្តឲ្យឃើញខ្លួនឯងស្ថិតនៅជាមួយរបស់ដែលខ្លួនប្រាថ្នានោះបានន័យថាអ្នកកំពុងបង្កការគិតនិងអារម្មណ៍ដែលបញ្ជាក់ថាខ្លួនមានរបស់នោះនៅក្នុងខណៈនេះមនោភាពគឺជាការគិតដ៏មានថាមពលដែលប្រមូលផ្ដុំនៅក្នុងរូបភាពផ្សេងហើយក៏ជាប្រភពនាំឲ្យកកើតអារម្មណ៍ដែលប្រកបដោយថាមពលដូចគ្នាដែរខណៈពេលដែលអ្នកកំពុងបញ្ចេញរលកសញ្ញាប្រកបដោយថាមពលផ្សព្វផ្សាយទៅក្នុងចក្រវាឡនោះច្បាប់នៃការស្របទាញក៏នឹងចាប់រលកសញ្ញាប្រកបដោយថាមពលនោះទុកហើយបញ្ជូនរូបភាពនោះត្រឡប់មកឲ្យអ្នកវិញដែលជារូបភាពដូចគ្នានឹងរូបភាពដែលអ្នកមើលឃើញក្នុងការគិតនោះឯងបណ្ឌិត Danny Wadley ខ្ញុំបានវិធីសាងមនោភាពមកពីគម្រោងការ Apollo ដែលយកមកអនុវត្តប្រើជាមួយគម្រោងការកីឡាអូឡ িম্প ិកក្នុងកំឡុងទសវត្សរ៍1980និង1990ដែលដាក់ឈ្មោះថាការវឹកហាត់ឃើញក្នុងចិត្តនៅពេលអ្នកនឹកឃើញដល់វត្ថុអ្វីអ្នកក៏នឹងសាងវត្ថុនោះឲ្យកើតជារូបរាងឡើងនេះគឺជាចំណុចសំខាន់អំពីចិត្តរបស់មនុស្សយើងសាកល្បងឲ្យអត្តពលករអូឡ িম্প ិកសាងមនោភាពនៃការរត់នៅក្នុងចិត្តតែប៉ុណ្ណោះបន្ទាប់មកយើងបានភ្ជាប់ឧបករណ៍វាស់ចលនាសរីរាង្គយ៉ាងជាក់លាក់នៅលើដងខ្លួនរបស់គេមិនគួរឲ្យជឿសោះថាខណៈពេលដែលពួកគេរត់ក្នុងចិត្តសាច់ដុំផ្នែកដែលពួកគេប្រើក្នុងពេលរត់នៅលើទីលានប្រកួតបែរជាធ្វើការប្រៀបដូចជាគេរត់មែនទែនដូច្នោះដែរតើហេតុអ្វីក៏ទៅជាអញ្ចឹងកើតនោះគឺព្រោះតែសភាវៈចិត្តមិនអាចបែងចែកបានថាអ្នកដែលរត់នោះកំពុងតែរត់មែនទែនឬគ្រាន់តែវឹកសមរត់ក្នុងចិត្តអ្វីទេដូច្នេះប្រសិនបើចិត្តរបស់អ្នកទៅដល់ទីណារូបកាយរបស់អ្នកក៏នឹងទៅដល់ទីនោះដែរចូលសាកល្បងគិតទៅដល់អ្នកច្នៃប្រឌិតនិងវត្ថុដែលគេបង្កើតដូចជាបងប្អូនត្រកូល Wright ជាមួយនឹងយន្តហោះ George Eastman ជាមួយនឹង Field ថតរូប Thomas Edison ជាមួយនឹងអំពូលភ្លើង Alexander Graham Bell ជាមួយនឹងទូរស័ព្ទផ្លូវតែម្យ៉ាងគត់ដែលវត្ថុផ្សេងអាចច្នៃប្រឌិតឲ្យកើតឡើងមកបានគឺអ្នកបង្កើតនោះត្រូវតែឃើញរូបភាពវត្ថុនោះនៅក្នុងចិត្តជាមុនសិនគេឃើញរូបភាពនោះយ៉ាងច្បាស់ហើយចាត់យករូបភាពចុងក្រោយនៅក្នុងចិត្តបន្ទាប់មកថាមពលគ្រប់យ៉ាងនៃចក្រវាឡក៏ជួយនាំយកវត្ថុប្រឌិតនោះមកប្រគល់ឲ្យលោកយើងដោយឆ្លងកាត់តាមរយៈអ្នកច្នៃប្រឌិតបង្កើតវានោះអ្នកច្នៃប្រឌិតពួកនេះគេបានដឹងពីអាថ៌កំបាំងពួកគេមានជំនឿជឿជាក់ទៅលើអ្វីដែលខ្លួនមើលមិនឃើញនឹងភ្នែកទទេពួកគេដឹងថានៅក្នុងខ្លួនរបស់គេមានថាមពលដែលអាចប្រែក្រឡាស់បំបែកចក្រវាឡធ្វើឲ្យវត្ថុច្នៃប្រឌិតទាំងនោះคล้ายជាវត្ថុដែលមើលឃើញដោយភ្នែកជំនឿនឹងរូបអារម្មណ៍របស់អ្នកទាំងនោះគឺជាដើមកំណើតនៃវិវឌ្ឍនាការរបស់មនុស្សជាតិហើយពួកយើងទាំងអស់គ្នាក៏សុទ្ធតែបានប្រើប្រាស់ផលប្រយោជន៍ពីគំនិតច្នៃប្រឌិតរបស់បុគ្គលទាំងនោះរហូតមកដល់សប្តាហ៍ថ្ងៃនេះអ្នកអាចនឹងគិតថាចុះតើឲ្យខ្ញុំទៅមានបញ្ញាស្មើនឹងពួកអ្នកប្រាជ្ញទាំងនោះដោយមិនដាច់កើតឬថាពួកគេអាចប្រើរូបអារម្មណ៍គិតច្នៃប្រឌិតបានតែខ្ញុំមិនអាចធ្វើដូចគេបានទេនេះបានន័យថាអ្នកកំពុងតែយល់ច្រឡំហើយនៅពេលដែលអ្នករកឃើញអាចកំបាំងដ៏អស្ចារ្យពីក្នុងសៀវភៅនេះជាបន្តទៅទៀតអ្នកនឹងអាចដឹងថារូបអ្នកពុំមែនគ្រាន់តែមានបញ្ញាប្រហាក់ប្រហែលនឹងពួកគេនោះទេតែអាចមានលើសពីពួកគេទាំងនោះទៀតផង Mike Dooley ពេលអ្នកសាងមនោភាពហើយការបើក្នុងខួរក្បាលរបស់អ្នកមានរូបភាពដែលអ្នកបានបង្កើតមកច្បាស់លាស់ហើយចូលជំរុញការគិតឲ្យផ្ដោតទៅលើលទ្ធផលចុងក្រោយតែមួយមុខគត់ជានិច្ចឧទាហរណ៍ដូចជាចូលក្រឡេកមើលខ្នងដៃរបស់អ្នកមើលក្នុងពេលនេះតែម្ដងទៅមើលក្នុងដៃយ៉ាងជិតខ្ចងអ្នកនឹងឃើញមានពណ៌សម្បល់កន្ទួលអាចរុយសរសៃឈាមក្រចកឬចិញ្ចៀនដែលអ្នកពាក់ជាដើមចូលពិនិត្យមើលឲ្យល្អិតល្អន់គ្រប់យ៉ាងអង្គុយតាមសម្រួលហើយបិទភ្នែកបន្ទាប់មកចូលរកនឹកបង្កើតរូបភាពដៃរបស់អ្នកម្រាមដៃរបស់អ្នកដែលកំពុងតែកាន់ចង្កូតរថយន្តថ្មីចេះរបស់ខ្លួន
បណ្ឌិត Joe Vitale នេះជាមេរៀនអំពីលំហទី3ដែលមើលទៅដូចមែនទែនអញ្ចឹងក្នុងពេលនេះសូម្បីតែអ្នកគ្មានអារម្មណ៍ចង់បានរថយន្តថ្មីអ្វីបន្តិចសោះក៏ដោយតែអ្នកមានអារម្មណ៍ហាក់ដូចជាខ្លួនមានរថយន្តថ្មីនោះរួចទៅហើយពាក្យសម្ដីរបស់បណ្ឌិត Joe Vitale គឺជាក្តីសន្និដ្ឋានដ៏មោះមុតទាក់ទងនឹងចំណុចដែលអ្នកប៉ងទៅឲ្យដល់ក្នុងពេលសាងមនោភាពនោះពេលអ្នកមានអារម្មណ៍មួយវឹបក្នុងខណៈបិទភ្នែកមើលរូបភាពក្នុងចិត្តមនោភាពរបស់អ្នកបានក្លាយជាការពិតហើយសភាវៈនោះឆាកមួយនោះគឺជាការពិតគឺជាទីលានដែលអ្វីៗត្រូវបង្កើតឡើងចំណែករូបភាពក្នុងចិត្តគ្រាន់តែជាសមិទ្ធផលដែលកើតមកពីទីលាននៃការសាងសង់វត្ថុដែលជាការពិតនោះនេះគឺហេតុផលថាហេតុអ្វីទើបអ្នកមានអារម្មណ៍ហាក់ដូចជាខ្លួនលែងត្រូវការរបស់នោះទៀតហើយនោះព្រោះអ្នកបានកែតម្រូវរលកសញ្ញាទៅរកទីលានពិតប្រាកដនៃការបង្កើតហើយមានអារម្មណ៍ដឹងអំពីទីលានក្នុងមនោភាពហើយទីលាននេះអ្នកមានអ្វីគ្រប់យ៉ាងហើយនៅពេលមានអារម្មណ៍ដល់កម្រិតនេះអ្នកមុខជានឹងបានដឹងមិនខាន Jack Canfield តាមពិតទៅគឺការជ្រួតជ្រាបក្នុងអារម្មណ៍ទើបបង្កឲ្យមានការស្របទាញពុំមែនគ្រាន់តែជារូបភាពឬការគិតប៉ុណ្ណោះទេមនុស្សជាច្រើនគិតថាឲ្យតែខ្ញុំបានគិតអ្វីល្អឬសាងមនោភាពថាខ្ញុំមានរបស់ដែលខ្ញុំចង់បាននោះក៏ជាការគ្រប់គ្រាន់ណាស់ទៅហើយប្រសិនបើអ្នកធ្វើដូច្នោះមែនតែខ្លួននៅតែមិនទាន់មានអារម្មណ៍ថាពិតជាមាននៅឡើយគ្មានអារម្មណ៍ពេញចិត្តឬគ្មានអារម្មណ៍សោមនស្សរីករាយអ្វីទេនោះអ្នកក៏នៅតែមិនទាន់អាចសាងកម្លាំងនៃការស្របទាញបានដែរ Bob Doyle អ្នកត្រូវមានអារម្មណ៍ថាខ្លួនស្ថិតក្នុងសភាពដែលបានចូលទៅអង្គុយក្នុងរថយន្តមួយនោះពិតមែនពុំមែនគ្រាន់តែថាខ្ញុំចង់បានរថយន្តនេះខ្លាំងណាស់ឬថាថ្ងៃណាមួយខ្ញុំត្រូវតែមានរថយន្តនេះឲ្យទាល់តែបានព្រោះអ្វីត្បិតតែនេះជាអារម្មណ៍ដែលផ្ដោតចំយ៉ាងពិសេសប៉ុណ្ណោះមែនតែប្រសិនបើអ្នកមិនបានស្ថិតនៅទីនោះក្នុងបច្ចុប្បន្នខណៈហើយបែរជាកំពុងស្ថិតនៅក្នុងអនាគតកាលទៅវិញនិងប្រសិនបើអារម្មណ៍បែបនេះវាចេះតែបន្តទៅបែបហ្នឹងនោះវានឹងចេះតែនៅក្នុងអនាគតជារឿយៗបែបហ្នឹងរហូតទៅ Michael Bernard Beckwith ក្នុងពេលហ្នឹងអារម្មណ៍ហ្នឹងដែលមើលឃើញពីក្នុងចិត្តថាបែបហ្នឹងនោះគឺជាការបើកផ្លូវឲ្យធម្មពលនៃចក្រវាឡចាប់ផ្ដើមប្រតិបត្តិការហើយមិនដឹងជាកម្លាំងនោះវាមកពីណារកថាមិនត្រូវតែខ្ញុំដឹងថាវាមាន Jack Canfield យើងគ្មានការងារអ្វីត្រូវដឹងថាអ្វីផ្សេងវាកើតឡើងដូចម្ដេចនោះទេមធ្យោបាយវានឹងកើតឡើងមកដោយខ្លួនឯងនៅពេលយើងមានជំនឿនិងមានឆន្ទៈមុតមមទៅលើវា Mike Dooley មធ្យោបាយគឺជារឿងរបស់ចក្រវាឡដឹងថាតើផ្លូវណាជាផ្លូវកាត់ដែលលឿនបំផុតរលូនបំផុតដែលនឹងនាំអ្នកឆ្ពោះទៅរកក្តីស្រមៃរបស់ខ្លួនបណ្ឌិត Joe Vitale បើអ្នកប្រគល់ឲ្យវាទៅជាទូនាទីរបស់ចក្រវាឡអ្នកនឹងភ្ញាក់ផ្អើលស្ងើចសរសើរចំពោះអ្វីដែលបញ្ជូនមកឲ្យអ្នកវេទមន្តឬការជប់និមិត្តវាកើតនៅត្រង់ហ្នឹងអ្នកស្គាល់ពីអាចកម្បាំងនេះសុទ្ធតែបានដឹងថាតើមានអ្វីខ្លះដែលយើងបណ្ដោះចេញមកក្នុងពេលសាងមនោភាពនោះក្នុងខណៈដែលចិត្តរបស់អ្នកនឹកឃើញនិងជួបជ្រាបក្នុងអារម្មណ៍អំពីរូបភាពនោះមានន័យថាអ្នកកំពុងនាំខ្លួនឯងឲ្យទៅដល់ទីកន្លែងដែលអ្នកជឿថាខ្លួនមានរបស់នោះហើយអ្នកក៏កំពុងតែបង្ហាញការជឿជាក់នេះនៅចំពោះមុខចក្រវាឡព្រោះអ្នកកំពុងតែប្រមូលផ្ដុំការគិតទាំងអស់ឆ្ពោះទៅរកលទ្ធផលចុងក្រោយនិងកំពុងតែមានអារម្មណ៍បែបនោះដោយមិនមានគិតខ្វល់ខ្វាយថាតើរបស់នោះវានឹងកើតឡើងដូចម្ដេចនោះទេរូបភាពនៅក្នុងចិត្តរបស់អ្នកគឺជារូបភាពដែលមានរួចហើយអារម្មណ៍នឹកគិតនិងសរសៃសសងទាំងអម្បាលម៉ានរបស់អ្នកកំពុងតែមើលឃើញរូបភាពនោះថាគឺជាអ្វីដែលកើតមានរួចហើយនេះគឺជាសិល្បៈនៃការសាងមនោភាពនោះឯងបណ្ឌិត Joe Vitale អ្នកគួរធ្វើបែបនេះឲ្យបានស្ទើរតែរាល់ថ្ងៃតែមិនគួរធ្វើឲ្យទៅជាទង្វើច្រាំដាយនោះទេព្រោះគន្លឹះសំខាន់នៃអត្ថកម្បាំងទាំងនេះគឺអារម្មណ៍ជ្រួតជ្រាបល្អអ្នកចង់ឲ្យចលនាទាំងនេះជួយសាងសភាវៈសុខសាន្តអណ្ដែតអណ្ដងអ្នកចង់បានសេចក្តីសុខក្តីសោមនស្សមនោរម្យច្រើនតាមដែលអាចទទួលបានមនុស្សគ្រប់គ្នាសុទ្ធតែមានអំណាចក្នុងការសាងមនោភាពខ្ញុំទៅបង្ហាញឲ្យឃើញឧទាហរណ៍អំពីរូបភាពផ្ទះបាយដើម្បីឲ្យបានដឹងមុនដំបូងអ្នកត្រូវលុបគំនិតទាំងអស់អំពីផ្ទះបាយឲ្យជ្រះស្រឡះពីក្នុងចិត្តសិនកុំគិតដល់ផ្ទះបាយលុបរូបភាពនោះចោលឲ្យអស់ទាំងទូចានទូទឹកកកឡចំហុយឥដ្ឋការ៉ូពណ៌បន្ទប់ប៉ុន្តែអ្នកនៅតែឃើញរូបភាពផ្ទះបាយរបស់ខ្លួននៅក្នុងចិត្តដដែលបើវាពិតមែននោះបានន័យថាអ្នកសាងមនោភាពបានសម្រេចហើយមនុស្សគ្រប់រូបសុទ្ធតែសាងមនោភាពទោះបីជាដឹងខ្លួនឬមិនដឹងក៏ដោយការសាងមនោភាពគឺជាគន្លឹះដ៏ធំក្នុងការសម្រេចជោគជ័យ
នៅក្នុងអំឡុងពេលប្រជុំសិក្ខាសាលាអំពីរឿងបទពិសោធន៍ផ្លាស់ប្ដូរជីវិតនៅក្នុងអំឡុងពេលប្រជុំសិក្ខាសាលាអំពីរឿងបទពិសោធន៍ផ្លាស់ប្ដូរជីវិតរបស់លោកបណ្ឌិត John DiMartini បានណែនាំអំពីគន្លឹះសំខាន់ដ៏មានប្រយោជន៍ក្នុងការសាងមនោភាពគាត់ប្រាប់ថាបើយើងសាងមនោភាពជារូបនៅស្ងៀមគ្មានចលនាអ្វីរូបភាពនោះនឹងដិតជាប់បានដោយលំបាកហេតុនេះយើងត្រូវបន្ថែមភាពរស់រវើកមានចលនានៅក្នុងរូបភាពនោះឲ្យបានច្រើនដើម្បីឲ្យយល់បានកាន់តែច្បាស់ចូលសាកល្បងរកនឹករូបភាពផ្ទះបាយរបស់អ្នកម្ដងទៀតលើកនេះសាងរូបអារម្មណ៍ថាអ្នកកំពុងតែដើរចូលទៅក្នុងផ្ទះបាយតម្រង់ទៅរកទូទឹកកកយកដៃបើកទូទឹកកកសម្លឹងមើលទៅខាងក្នុងរកមើលទឹកមួយដបហើយលូកដៃចាប់ដបទឹកនោះអ្នកមានអារម្មណ៍ថាត្រជាក់ស្រែបក្នុងខណៈយកដៃទៅប៉ះដបទឹកអ្នកកាន់ដបទឹកក្នុងដៃម្ខាងយកដៃម្ខាងទៀតទាញទ្វារទូទឹកកកបិទផ្លឹបមកវិញឥឡូវនេះនៅពេលអ្នកសាងមនោភាពក្នុងផ្ទះបាយយ៉ាងលម្អិតនិងប្រកបដោយចលនាអ្នកក៏នឹងឃើញរូបភាពនិងចាប់រូបភាពជាប់ក្នុងចិត្តបានកាន់តែងាយស្រួលយើងគ្រប់គ្នាមានអំណាចនិងមានឱកាសលើសពីអ្វីដែលយើងគិតការសាងមនោភាពគឺជាអំណាចមួយបែបដ៏អស្ចារ្យបំផុតវិធីប្រតិបត្តិដ៏មានប្រសិទ្ធភាព Massisimov ភាពខុសគ្នាតែម្យ៉ាងគត់រវាងអ្នកដែលប្រើជីវិតតាមមធ្យោបាយនេះហើយមានឆាកជីវិតដ៏សែនអស្ចារ្យជាមួយអ្នកដែលពុំមានជីវិតបែបនេះគឺអ្នកដែលមានឆាកជីវិតអស្ចារ្យរហូតក្លាយជាទម្លាប់ប្រចាំថ្ងៃបានសាងនិស្ស័យរបស់ខ្លួនក្នុងការប្រើច្បាប់នៃការស្របទានជាប្រចាំនិងធ្វើឲ្យមានភាពអច្ឆរិយៈកើតឡើងចំពោះរូបគេមិនថាជាទៅដល់ទីណាព្រោះគេមិនដែលភ្លេចច្បាប់នេះឡើយគេប្រើច្បាប់នេះគ្រប់ពេលវេលាពុំមែនប្រើតែម្ដងហើយឈប់នោះទេរឿងពិតពីររឿងជាបន្តទៅនេះនឹងបង្ហាញឲ្យឃើញពីអំពើរបស់ច្បាប់នៃការស្របទានដ៏មានអានុភាពនិងអំពីបណ្ដាញប្រតិបត្តិការទាំងមូលរបស់ចក្រវាឡនៅក្នុងពេលកំពុងបំពេញតួនាទីដំបូងជារឿងរបស់នារីម្នាក់ឈ្មោះ Jenny នាងបានទិញ DVD The Secret យកទៅហើយចាក់មើលយ៉ាងតិចក្នុងមួយថ្ងៃម្ដងដើម្បីឲ្យបានជ្រួតជ្រាបអត្ថន័យឲ្យបានសព្វគ្រប់ Jenny មានអារម្មណ៍ជាប់ចិត្តនឹង Bob Proctor ខ្លាំងជាងគេនាងគិតថាបើសិនជាបានជួបនឹងគេតែម្ដងនោះគឺជាការប្រសើរណាស់ហើយព្រឹកថ្ងៃមួយ Jenny បើកប្រអប់សម្បត្តិមើលនាងស្រាប់តែភ្ញាក់ផ្អើលដែលឃើញសម្បត្តិដែលសរសេរខាងខ្នងផ្ញើទៅ Bob Proctor ត្រូវអ្នករត់សម្បត្តិបញ្ជូនមកច្រឡំផ្ទះនាងមិនបានដឹងពីមុនមកទេថា Bob Proctor រស់នៅជិតផ្ទះរបស់ខ្លួនចម្ងាយប្រមាណ4អគារប៉ុណ្ណោះលើសពីនេះទៅទៀតលេខផ្ទះរបស់នាងនិងលេខផ្ទះរបស់ Bob Proctor ក៏ដូចគ្នាផងដែរនាងប្រញាប់យកសម្បត្តិនោះទៅប្រគល់ឲ្យម្ចាស់ពិតប្រាកដអ្នកមិនបាច់ឆ្ងល់ទេថាតើនាងនឹងមានចិត្តរំភើបដល់កម្រិតណានៅពេលដែលបើកទ្វារឡើងឃើញ Bob Proctor ឈរនៅចំពោះមុខនាងដូច្នេះធម្មតា Bob Proctor មិនសូវបាននៅផ្ទះទេព្រោះគាត់ត្រូវចេញទៅបង្រៀនតាមទីផ្សេងៗពាសពេញពិភពលោកតែបណ្ដាញប្រតិបត្តិការរបស់ចក្រវាឡបានរៀបចំចង្វាក់ពេលដ៏សមរម្យឲ្យនាងទាល់តែបានអ្វីទាំងនេះផ្ដើមចេញពីក្តីរំពឹងរបស់ Jenny ដែលថាបើបានជួបនឹង Bob Proctor តែម្ដងនោះគឺជាការប្រសើរណាស់ហើយទើបច្បាប់នៃការស្របទាញបំពេញតួនាទីចាត់ចែងមនុស្សលក្ខខណ្ឌផ្សេងៗនិងហេតុការណ៍នៅទូទាំងចក្រវាឡឲ្យវាកកើតជារូបរាងពិតប្រាកដឡើងរឿងទី2គឺជារឿងរបស់ក្មេងប្រុសម្នាក់ឈ្មោះ Colin អាយុ10ឆ្នាំគេបានទស្សនា The Secret ហើយពេញចិត្តជាខ្លាំងគ្រួសាររបស់ Colin បានទៅកម្សាន្តនៅ Disney World រយៈពេល1អាទិត្យថ្ងៃទី1ទម្រាំតែបានលេងអ្វីមួយគេត្រូវតម្រង់ជួរយ៉ាងចង្អៀតនៅរាត្រីនោះខណៈដែលគេគេងលក់ Colin បាននឹកគិតទុកថាស្អែកនេះខ្ញុំចង់លេងរបស់សំខាន់ៗឲ្យបានគ្រប់យ៉ាងដោយមិនចាំបាច់បន្តកន្ទុយអ្វីទេព្រឹកឡើង Colin និងក្រុមគ្រួសារបានទៅដល់មាត់ទ្វារចូល Epcot Center ចំម៉ោងគេបើកឲ្យចូលល្មមភ្នាក់ងារ Disney World ម្នាក់បានដើរមកសួរពួកគេថាតើពួកគេចង់ធ្វើជាគ្រួសារដំបូងដែលត្រូវចូលទស្សនា Epcot Center ដែរឬទេក្នុងឋានៈជាគ្រួសារដំបូងពួកគេនឹងបានធ្វើជាភ្ញៀវពិសេសមានភ្នាក់ងារជួយណែនាំអធិប្បាយបង្កភាពងាយស្រួលផ្សេងៗហើយមានសិទ្ធិក្នុងការជ្រើសរើសរបស់លេងគ្រប់យ៉ាងក្នុង Epcot ដោយមិនចាំបាច់តម្រង់ជួរតែនេះមើលទៅលើសពីអ្វីដែល Colin រំពឹងច្រើនដងទៅទៀតខណៈពេលដែលរាប់រយគ្រួសារត្រូវតម្រង់ជួរចូលទស្សនា Epcot Center នៅព្រឹកនោះតែ Colin បែរជាគ្មានអ្វីមករាំងស្ទះបន្តិចសោះតើព្រោះតែហេតុអ្វីបានជាគ្រួសាររបស់គេត្រូវបានជ្រើសរើសឲ្យទៅជាភ្ញៀវពិសេសដូច្នេះ Colin ប្រកាសជាដឹងច្បាស់ថារឿងនេះកើតឡើងគឺមកពីខ្លួនបានប្រើអាថ៌កំបាំងនោះឯងសូមអ្នកនឹកស្រមៃទៅមើលថាតើវានឹងទៅជាអ្វីទៅវិញប្រសិនបើអ្នកបានរកឃើញថាមពលនៅក្នុងខ្លួនដែលអាចបង្វិលលោកនេះបានតាំងពីអាយុ10ឆ្នាំដូច្នេះគ្មានអ្វីអាចមករារាំងមនោភាពរបស់អ្នកមិនឲ្យវាកើតចេញជារូបរាងបានទេលើកលែងតែធម្មពលអំណាចដូចគ្នានឹងប្រភពកំណើតរបស់មនោភាពនោះគឺរូបអ្នកនេះឯង James Ray មនុស្សម្នានឹងជឿរឿងនេះមួយរយៈហើយគាំទ្រយ៉ាងពេញទំហឹងម្នាក់និយាយថាខ្ញុំមានផ្លូវហើយខ្ញុំបានមើលកម្មវិធីនេះហើយ
ខ្ញុំនឹងក្រោកឈរដើម្បីសាងជីវិតរបស់ខ្លួនតែក៏នៅតែមិនទាន់ឃើញលទ្ធផលនោះគឺបើសរុបឲ្យស៊ីជម្រៅអ្នកត្រូវតែមានសមត្ថភាពទម្លាយកំផែងពីក្នុងខ្លួនប៉ុន្តែមនុស្សទូទៅគ្រាន់តែសម្លឹងមើលទៅលទ្ធផលខាងក្រៅហើយនិយាយថាវិធីនេះគ្មានបានប្រយោជន៍អ្វីទេកាលបើអ្នកនិយាយបែបនេះតើអ្នកដឹងដែរឬទេថាចម្លើយរបស់ចក្រវាឡគឺក្តីប្រាថ្នារបស់លោកម្ចាស់គឺជាភារកិច្ចរបស់ខ្ញុំហើយក៏រលាយរូបបាត់ទៅបើអ្នកព្រមឲ្យគំនិតរាំងស្ទះផុសឡើងនៅក្នុងចិត្តច្បាប់នៃការស្របទាញក៏នឹងប្រញាប់រៀបចំប្រមូលផ្ដុំឧបសគ្គចេញមកឲ្យហេតុនេះគណៈពេលដែលអ្នកមានអារម្មណ៍រាំងស្ទះផុសឡើងអ្នកត្រូវប្រញាប់បោះវាក្រវ៉ាត់ចេញទៅឲ្យឆ្ងាយហើយបដូរគំនិតរាំងស្ទះនោះមកជាគំនិតដែលថាខ្ញុំដឹងថាពេលនេះខ្ញុំកំពុងតែបានទទួលនៅអ្វីដែលខ្ញុំត្រូវការហើយត្រូវមានអារម្មណ៍បែបនេះផងដែរ John Azaraf ពេលបានដឹងអំពីច្បាប់នៃការស្របទាញហើយខ្ញុំចង់ប្រើវានិងចង់ដឹងថាតើវានឹងមានអ្វីកើតឡើងនៅឆ្នាំ1995ខ្ញុំចាប់ផ្ដើមបង្កើតអ្វីដែលខ្ញុំហៅថាក្តារឈ្នួនសាងរូបភាព Vision Board ហើយគូរូបដែលខ្ញុំចង់បានឬវត្ថុអ្វីដែលខ្ញុំចង់ស្របទាញដូចជារថយន្តនាឡិកាឬនារីក្នុងក្តីស្រមៃរបស់ខ្ញុំនៅលើក្តារឈ្នួននេះជារៀងរាល់ថ្ងៃពេលកំពុងអង្គុយនៅនឹងកន្លែងធ្វើការខ្ញុំងាកសម្លឹងមើលទៅរូបភាពលើក្តារឈ្នួនហើយចាប់ផ្ដើមសាងមនោភាពខ្ញុំបញ្ជូនតួទៅក្នុងអារម្មណ៍ដែលថាខ្ញុំមានវត្ថុនោះរួចយ៉ាងពិតប្រាកដហើយនៅពេលនោះខ្ញុំត្រូវរៀបចំរើផ្ទះខ្ញុំយកគ្រឿងសង្ហារឹមនិងកេះដាក់អីវ៉ាន់ទាំងអស់ទៅទុកនៅឃ្លាំងផ្ទះជួលខ្ញុំផ្លាស់ទីលំនៅ3ដងក្នុងរយៈពេល5ឆ្នាំរហូតមកចប់ត្រឹមកាលីហ្វ័រញ៉ាហើយទិញបានផ្ទះនេះដោយប្រើពេល1ឆ្នាំដើម្បីជួសជុលតុបតែងកែលម្អមុននឹងរើអីវ៉ាន់ចេញពីផ្ទះចាស់មកផ្ទះថ្មីព្រឹកមួយ Kinan កូនប្រុសរបស់ខ្ញុំបានចូលមកក្នុងបន្ទប់ធ្វើការគេឃើញកេះមួយបិទជិតអស់រយៈពេល5ឆ្នាំនៅក្បែរមាត់ទ្វារគេក៏សួរថាពុកតើនេះជាកេះអ្វីទៅខ្ញុំក៏ឆ្លើយថានេះគឺជាក្តារឈ្នួនសាងរូបភាពរបស់ពុកណាគេក៏សួរបន្តថាតើក្តារឈ្នួនសាងរូបភាពនឹងជាអ្វីទៅខ្ញុំក៏ប្រាប់ទៅគេថាគឺជាក្តារឈ្នួនដែលពុកទុកសម្រាប់ដាក់គោលដៅនៃជីវិតនឹងណាពុកបានដាក់គោលដៅថាតើនឹងចង់បានអ្វីខ្លះក្នុងជីវិតហើយគូវានៅលើក្តារឈ្នួនដែលពុកជ្រាកវាជាច្រើនបន្ទះពិតហើយដែលថាក្មេងអាយុ5ឆ្នាំកន្លះដូចគេនេះពិតជាមិនអាចយល់អំពីរឿងបែបនេះបានទេខ្ញុំក៏និយាយថាមិនអីទេចាំពុកយកមកឲ្យមើលធ្វើដូច្នេះទើបស្រួលបញ្យល់ឲ្យកូនឯងបានយល់ខ្ញុំបកកេះនោះចេញនៅលើក្តារមួយបន្ទះមានរូបផ្ទះក្នុងរូបបារម្ភរបស់ខ្ញុំដែលខ្ញុំគូរកាលពី5ឆ្នាំមុនអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺយើងកំពុងតែរស់នៅលើផ្ទះមួយនោះដែលមិនមែនជាផ្ទះគ្រាន់តែស្រដៀងគ្នានោះទេតែខ្ញុំទិញផ្ទះក្នុងក្តីស្រមៃរបស់ខ្ញុំពិតប្រាកដខ្ញុំជួសជុលផ្ទះទាំងមិនដឹងខ្លួនទៀតផងខ្ញុំមើលទៅរូបគំនូរផ្ទះនោះស្រាប់តែស្រក់ទឹកភ្នែកដោយក្តីរំភើបតតែកូនប្រុសរបស់ខ្ញុំគេសួរថាពុកយំរឿងអ្វីហ្នឹងទីបំផុតទើបខ្ញុំបានយល់ពីដំណើរការរបស់ច្បាប់នៃការស្របទាញនិងយល់អំពីធម៌ពលនៃការសាងមនោភាពរួចក៏បានយល់ពីអ្វីគ្រប់យ៉ាងដែលខ្ញុំបានអានបានសិក្សាពេញមកមួយជីវិតវិធីដែលខ្ញុំបង្កើតបានជាក្រុមហ៊ុនក៏អាចប្រើបានជាមួយនឹងផ្ទះផងដែរខ្ញុំទិញផ្ទះក្នុងក្តីស្រមៃបានទាំងមិនដឹងខ្លួនទៀតផងរូបបារម្ភគឺជាអ្វីគ្រប់យ៉ាងគឺជាភាពយន្តឈុតឆាកពិសេសនៃជីវិតដែលកំពុងតែចាប់បដិសន្ធិឡើងនៅលើក្តារឈ្នួនមួយនេះអ្នកអាចសាងរូបភាពឲ្យសណ្ដកខ្លួនផុតពីលោកទៅដល់ណាក៏បានចង់គូររូបភាពវត្ថុអ្វីក៏បានឲ្យតែអ្នកត្រូវការព្រមទាំងបែបបទជីវិតដែលអ្នកចង់បានផងដែរតែអ្នកត្រូវធ្វើយ៉ាងណាដាក់ក្តារឈ្នួនឲ្យចំកន្លែងដែលអ្នកអាចមើលឃើញហើយត្រូវមើលវាឲ្យបានរៀងរាល់ថ្ងៃដោយដែល John Azaraf ធ្វើដូច្នោះត្រូវមានអារម្មណ៍ហាក់បីដូចជាអ្នកបានរបស់នោះរួចមកហើយនៅពេលអ្នកបានទទួលនិងបានរលឹកគុណពីការបានទទួលនេះហើយអ្នកត្រូវលុបរូបភាពនោះចោលហើយគូររូបភាពថ្មីជំនួសមកទៀតនេះជាវត្ថុដ៏មានប្រសិទ្ធភាពអស្ចារ្យក្នុងការបង្រៀនក្មេងឲ្យចេះប្រើច្បាប់នៃការស្របទាញខ្ញុំសង្ឃឹមថាក្តារឈ្នួនសាងរូបភាពនេះនឹងសាងកម្លាំងបណ្ដាចិត្តដល់ឪពុកម្ដាយនិងគ្រូនៅទូទាំងពិភពលោកផងដែរអតិថិជនដែលឆ្លើយឆ្លងគ្នាតាម website The Secret ម្នាក់បានគូររូបភាព DVD រឿងនេះនៅលើក្តារឈ្នួនសាងរូបភាពរបស់គេបានទស្សនា The Secret រួចមកហើយតែនៅមិនទាន់មានវាជាសម្បត្តិផ្ទាល់ខ្លួនពីថ្ងៃបន្ទាប់មកស្រាប់តែមានអ្វីមកបណ្ដាចិត្តខ្ញុំឲ្យប្រកាសតាម website ថានឹងចែក DVD នេះឲ្យដល់អតិថិជន10នាក់ដែលផ្ញើអត្ថបទតាក់ទងមកហើយគេនោះគឺម្នាក់ក្នុងបណ្ដាអ្នកដែលត្រូវបានទទួលរង្វាន់នេះគេម្នាក់នោះបានទទួល DVD The Secret ក្នុងកំឡុងពេលតែ2ថ្ងៃបន្ទាប់ពីគូររូបនៅលើក្តារឈ្នួនសាងរូបភាពនោះហើយមិនថាជា DVD ឬផ្ទះដ៏ល្អប្រណិតក៏សុទ្ធតែផ្ដល់នៅក្តីសោមនស្សរីករាយក្នុងការសាងនិងការទទួលយកយ៉ាងអស្ចារ្យលើសលប់ដូចគ្នាឧទាហរណ៍ជាក់ស្ដែងមួយទៀតក្នុងការសាងមនោភាពពីបទពិសោធន៍នៃការទិញផ្ទះថ្មីរបស់ម្ដាយខ្ញុំនិងអ្នកដទៃផ្សេងទៀតក្រៅពីគាត់ដែលលើកសំណើសុំទិញផ្ទះដូចគ្នានេះគាត់ក៏សម្រេចចិត្តប្រើអាត់កំបាំងដើម្បីឲ្យបានផ្ទះនេះ
ដែលអង្គុយសរសេរឈ្មោះរបស់ខ្លួននិងអាសយដ្ឋានថ្មីដែលជាផ្ទះនោះម្ដងហើយម្ដងទៀតសរសេរហើយសរសេរទៀតទាល់តែមានអារម្មណ៍ថាវាជាអាសយដ្ឋានពិតប្រាកដហើយគាត់នឹងគូសវាសតុបតែងចាត់ចែងដាក់របស់របរបែបណានៅលើផ្ទះថ្មីនោះស្រាប់តែប្រហែលម៉ោងក្រោយគាត់ក៏បានព័ត៌មានតាមទូរស័ព្ទមកថាម្ចាស់ផ្ទះយល់ព្រមតាមសំណើរបស់ម៉ែក៏សប្បាយចិត្តតែគាត់មិនឆ្ងល់អ្វីទេព្រោះគាត់ដឹងរួចមកហើយថាផ្ទះនោះគឺជាផ្ទះរបស់គាត់ Jack Canfield តើអ្នកសម្រេចចិត្តថាចង់បានអ្វីចូលជឿថាអ្នកមានរបស់នោះជឿថាអ្នកគួរតែបានទទួលរបស់នោះហើយថាវានឹងកើតឡើងយ៉ាងពិតប្រាកដរួចបិទភ្នែកក្នុងរយៈពេលច្រើននាទីរៀងរាល់ថ្ងៃដើម្បីសាងមនោភាពថាអ្នកមានវត្ថុនោះហើយត្រូវដាក់អារម្មណ៍ឲ្យដឹងថាមានវត្ថុនោះជាកម្មសិទ្ធិបន្ទាប់មកក៏បើកភ្នែកហើយប្រមូលផ្ដុំគំនិតផ្ដោតទៅលើអ្វីដែលអ្នកត្រូវរលឹកគុណមកពីមុននិងត្រូវកោតសរសើរដល់អ្វីៗទាំងនោះឲ្យមែនទែនបន្ទាប់មកក៏ចាប់ផ្ដើមថ្ងៃថ្មីដោយបញ្ជូននៅលោកសញ្ញានៃការគិតចូលទៅកាន់ចក្រវាឡដោយជឿជាក់ថាចក្រវាឡត្រូវរកមធ្យោបាយបំពេញតាមបំណងប្រាថ្នារបស់អ្នកឲ្យលេចជារូបរាងឡើង